យើងទៅវគ្គនេះទៅតោដួងចិត្តនៅខេត្តដ៏មានជ័យហើយយើងសប្បាយក្នុងការរកត្រីហើយមានកន្លែងមើលថ្ងៃលិចថ្ងៃរះស្អាតមែនទែនហើយដែលគេកន្លែងដែលគេតបធ្វើថ្មីមួយទៀតហើយយើងអាចបោះតង់នៅពេលយប់ជាការកម្សាន្តនឹងផងដែរព្រឹកឡើងខ្ញុំចាក់ចេញពីសៀមរាបទៅតោដួងចិត្តហើយជួបជុំគ្នាមួយក្រុមការងារនៅស្រុកសៃស្នំខេត្តសៀមរាបហើយយើងក៏បានផឹកកាហ្វេជួបគ្នានៅទីនោះរួចបន្តមកយើងធ្វើដំណើរទៅតោដួងចិត្តខេត្តដ៏មានជ័យដោយម៉ូតូហើយជាយើងពីក្រុងសៀមរាបទៅហើយជាអាចជិត100គីឡូជាងថា100គីឡូជាងហើយយើងធ្វើដំណើរហើយមើលទេសភាពស្អាតមែនទែននៅជុំវិញដងផ្លូវដែលផ្លូវទៅអតោនោះផងដែរយើងជិះហើយជា1ម៉ោងជាងតើមកយើងទៅដល់នៅអតោហើយនេះជាសកម្មជាទេសភាពនៅអតោហើយមានទឹករាំងច្រើនបន្តិចបាទហើយទឹកវាអត់ថ្លាទេវារាំងល្អក់ហើយយើងជិះមើលទេសភាពជុំវិញគឺស្អាតមែនទែននៅអតោកន្លងមករដូវឆ្នាំមុនយើងអាចស្ទូចត្រីឆ្លាំងនៅគល់ស្ពានមិញណាហើយយើងជិះកាត់ហ្នឹងយើងអាចស្ទូចត្រីឆ្លាំងបានបន្ទាប់មកខ្ញុំទៅដល់អ្នកភូមិគេរកត្រីបានមែនទែនគេដាក់អីគេដូចទ្រូធំអីចឹងណាគេដាក់ទៅគេបានត្រីឆ្លូញត្រីកញ្ចុះមានអន្ទង់មានអីចឹងទៅអញ្ចឹងប៉ុន្តែយើងទៅសួរសុំទិញគេអត់លក់ទេដោយសារតែគេមានម៉ួយរបស់គេបន្ទាប់ពីយើងសួរមួយដែលលក់រួចក៏យើងនាំក្រុមការងារយើងចុះទៅទូកដើម្បីទៅអាប៉មនៃថ្មីដែលគេកំពុងល្បីណាដែលគេធ្វើផ្ទះមានអីស្អាតមានសួរមានអីស្អាតអញ្ចឹងមួយក្រុមការងារក៏យើងចេញដំណើរទៅអាប៉មថ្មីនឹងទីស្នាក់ការរបស់បឋាននឹងអញ្ចឹងយើងធ្វើដំណើរប្រហែលជាកន្លះម៉ោងយើងទៅដល់ប៉មថ្មីបន្ទាប់មកក៏យើងដល់យើងរើឲ្យបានយើងចេញពីទូកហើយសម្ភារៈរបស់យើងមានតង់មានទឹកមានអង្ករមានឆ្នាំងមានអីចឹងយើងរើដើម្បីរៀបចំនៅកន្លែងទីស្នាក់ការថ្មីគេហៅប៉មគេណាស្អាតមែនទែននៅពេលយើងទៅដល់វា surprise នៅពេលដែលយើងឃើញទេសភាពស្អាតហើយមានផ្ទះគេហៅលក្ខណៈប៉មនៅពី3 4ជាន់អញ្ចឹងណាហើយនៅពេលយើងដើរទៅខាងមុខនេះគេខ្ញុំស្មានដំបងមកកត់លោកតាមពិតអត់ទេស្នាក់ការសម្រាប់សហគមន៍ដែនជំរកសត្វព្រៃសង្ឃរូបវ័នហ្នឹងគាត់ជាកន្លែងចំណុចកណ្ដាលដែលគាត់ដើរល្បាតហើយក៏ជាកន្លែងស្នាក់ហើយអ្នករកត្រីរកអីក៏គាត់ស្នាក់នៅនឹងដែរហើយយើងដើរមកជ្រុងខាងនេះមួយទៀតនេះគេធ្វើមួយមុខរាងទឹកជ្រៅបន្តិចហើយស្អាតមែនទែនមើលទៅហើយជាពិសេសអ្នកដែលចូលចិត្តថតរូបចូលចិត្តបោះតង់នេះយើងអាចបោះនៅលើប្រទេសក្តារនឹងបាននៅពេលយប់បើសិនបើអត់មានភ្លៀងអញ្ចឹងណាហើយយើងមើលទៅហើយទៅនៅក្នុងខាងក្រោមនេះ